ខ្ញុំបាទមកពុតសេរីមមកពីអង្គការមជ្ឈមណ្ឌលមលុបព្រមយាធរនៅស្រែអំបិលកោះកុងវត្តនៃការសិក្សារបស់ខ្ញុំដែលខ្ញុំកើតនៅក្នុងទីជនបទគ្មានការអប់រំនៅទីនោះសោយខ្លាំងតាំងពីជំនាន់ខ្ញុំនៅតូចហើយមានកាលនោះក៏អសន្តិសុខដែរគឺនៅមានខ្មែរក្រហមបាំងគ្នាឡើយហើយប្រជាជននៅទីនោះគឺរស់នៅដោយពឹងលើធនធានធម្មជាតិហើយខ្ញុំបានរៀននៅចប់នៅទីនោះហើយបន្តទៅរៀននៅទីប្រជុំជននៅស្រុកត្រែមបែលគឺឆ្ងាយប៉ុន្តែឥឡូវវាជិតហើយខ្ញុំបានចូលបម្រើការងារនៅក្នុងអង្គការមជ្ឈមណ្ឌលមលុបព្រមហេធរហ្នឹងតាំងពីឆ្នាំ2005ហើយយើងមានកម្មវិធីមួយចំនួនប៉ុន្តែយើងឃើញថាសង្កេតឃើញថាតើការអភិវឌ្ឍរបស់យើងមានគម្រោងមានសកម្មមានទទួលបានលទ្ធផលល្អនៅក្នុងតែអំឡុងពេលមានគម្រោងវត្តមានដល់ពេលដាច់គម្រោងឃើញថាគាត់រៀងអត់សូវមាននិរន្តរភាពដែរបាទអ្វីដែលជាដំណោះស្រាយរបស់ខ្ញុំគឺការគៀងគរធនធានមួយចំនួនដើម្បីជួយឲ្យរដ្ឋសហគមន៍ហើយធ្វើការពង្រឹងទៅដល់អេកូទេសចរហើយនឹងមានការលើកកម្ពស់ការអប់រំនៅក្នុងបណ្ដាសមាជិករបស់សហគមន៍ហើយយើងមានការជំរុញការផលិតនិងការស្វែងរកទីផ្សារថ្មីដើម្បីធ្វើការផ្គូផ្គងដៃគូរបស់គាត់ហើយបង្កើតយន្តការណាមួយដែលសមស្របនៅក្នុងនឹងបាទសម្រាប់សេវាកម្មរបស់ខ្ញុំគឺមានការមានទស្សនៈមានជាទូតាមដងព្រែកមានទទួលមហូបអាហារហើយមានផលិតគ្រឿងសមុទ្រគីប្រគីក្រៀមទស្សនៈមានការនេសាទដោយបេទេសចរបាទមានកញ្ចក់មានពៀននេះជាសមិទ្ធផលរបស់សហគមន៍ដែលខ្ញុំនឹងធ្វើការពង្រឹងរបស់គាត់ឥឡូវមានខ្លះហើយបាទ